ដាំកុលាបឲ្យដុះល្អកុលាបពេលទិញមកពីកន្លែងលក់រមែងមានដើមស្លឹកផ្កាទ្រុបទ្រុលលុះពេលយកមកដល់ផ្ទះតែប៉ុន្មានថ្ងៃវាក៏ចាប់ផ្ដើមរុះរោយបាត់បង់សម្រស់អស់សោភ័ណភាពគួរឲ្យសោកស្ដាយមិនដូចពេលទើបតែទិញមកថ្មីឡើយកុលាបដុះល្អឬមិនល្អអាស្រ័យនៅលើការថែទាំរបស់យើងទេយើងត្រូវឧស្សាហ៍ជ្រួយដីឲ្យរសោះជាប្រចាំហើយស្រោចជាពិសេសគឺទឹកលាងឈាមជ្រូកឬឈាមគោក៏បានចម្លែកដែរកុលាបដែលមានផ្កាក្រហមនេះបែរជាចូលចិត្តឈាមពណ៌ក្រហមដូចផ្ការបស់វាដែរហើយនៅពេលបានទទួលជាឈាមជ្រូកឈាមគោវានឹងដុះលូតលាស់ល្អមានផ្ការែកស្រស់បំព្រងគួរឲ្យចាប់ចិត្តប្រសិនបើយើងយកសម្បកពងមាន់ពងទាមកលាងទឹកឲ្យស្អាតដតនឹងឈើក្បែរកុលាបនោះសត្វល្អិតនឹងមិនហ៊ានមកយាយីឡើយកុំចាត់សត្វល្អិតជួនកាលអ្នកសង្កេតឃើញថាដំណាំឬដើមផ្ការបស់អ្នកត្រូវសត្វល្អិតស៊ីស្លឹករែករើសតែដើមសតែជួបករណីនេះគួរធ្វើដូចម្ដេចទៅមិនលំបាកទេអ្នកត្រូវរកថ្នាំខ្លាំងយកមកដាក់ក្នុងទឹកក្តៅហើយយកទឹកថ្នាំនេះទៅបាញ់ដាក់សត្វល្អិតឬដង្កូវនឹងបាញ់ដាក់ដើមផ្កាដើម្បីកុំឲ្យសត្វល្អិតទាំងនេះមកស៊ីបំផ្លាញដំណាំឬផ្ការបស់អ្នកទៀត